តើបងប្អូនទាំងអស់គ្នាមកញ៉ាំនំផ្លែអាយជាមួយនេះខ្ញុំតែម្ដងបានស្ករត្នោតថ្មីយកមកបងប្អូនហើយឈ្ងុយខ្លាំងមែនទែនតែម្ដងស្ករត្នោតជាមួយនឹងអង្ករត្នោតជាពិសេសគឺថាដូងខ្ចីថ្មីកោសដាក់ភ្លាមទៀតឡើងខ្ទិះល្មួតជាមួយនឹងនំផ្លែអាយអូយឆ្ងាញ់ខ្លាំងមែនទែនតែម្ដងបងប្អូនទាំងអស់គ្នានៅសហរដ្ឋអាមេរិកដូចនេះខ្ញុំបានជម្រាបអញ្ចឹងបើចេះធ្វើខ្លួនឯងពេលណាចង់ញ៉ាំធ្វើបានភ្លាមញ៉ាំតែម្ដងហើយបើចង់ដើររោទិញអ្នកទាំងអស់គ្នាហើយមិនដឹងថានៅឯណាមានលក់ទេអ្នកទាំងអស់គ្នាអញ្ចឹងហើយមានតែរៀនធ្វើខ្លួនឯងតែម្ដងងាយទេបងប្អូនទាំងអស់គ្នាគាត់តែយកម្សៅត្នោតមកលាយទឹកតិចមកឲ្យល្មមដែលយើងពូតបានអញ្ចឹងទៅហើយយើងដាក់តែខាងក្នុងវាគឺស្ករត្នោតមកតិចមកលុញវាអញ្ចឹងមកអ្នកទាំងអស់គ្នាឲ្យស្ងោរវាដល់ពេលដែលវាឆ្អិនវាដែតទេបងប្អូនតែប៉ុណ្្នឹងឯងងាយមែនទែនហើយយើងដាក់ត្រាំទឹកវាឲ្យត្រជាក់មកហើយយើងស្រង់ដាក់រៀបឲ្យស្អាតអញ្ចឹងមកដាក់ដូងផ្ទាប់ពីលើរួចជាការស្រេចតែម្ដងបងប្អូនទាំងអស់គ្នាងាយស្រួលធ្វើតែរសជាតិឆ្ងាញ់គ្មានថ្ងៃបំភ្លេចបានឡើយបងប្អូនទាំងអស់គ្នា